បុរសម្នាក់បានលាក់ខ្លួននៅពីក្រោយពួកចាស់ទុំដើម្បីគេចពីការគ្រប់គ្រងរបស់ប្រពន្ធប៉ុន្តែប្រពន្ធរបស់គាត់គ្រាន់តែគ្រវីកាំបិតធំមួយនៅក្នុងដៃប៉ុណ្ណោះភ្លាមនោះវិកសក់របស់ចាស់ទុំម្នាក់ត្រូវបានបកចេញពីក្បាលហើយធ្លាក់មកលើដីមនុស្សគ្រប់គ្នាគិតថាចាស់ទុំនោះនឹងខឹងសម្បាយ៉ាងខ្លាំងចំពោះស្ត្រីម្នាក់នេះប៉ុន្តែផ្ទុយទៅវិញគាត់គ្រាន់តែប្រើបាតដៃបុកគ្រាប់វ៉ាល់ណាត់នៅលើទៅឲ្យបែកបន្ទាប់មកគាត់យកសាច់វ៉ាល់ណាត់មកជូននាងដើម្បីផ្គប់ចិត្តនាងឃើញបែបនេះបុរសនោះក៏ដាក់ក្តីសង្ឃឹមទៅលើចាស់ទុំពីរនាក់ទៀតប៉ុន្តែបន្ទាប់ពីពួកគេឃើញថាស្ត្រីនោះខ្លាំងប៉ុណ្ណាពួកគេក៏រកលេសរត់គេចភ្លាមគ្រាន់តែរត់ឡើងទៅជាន់លើបានបន្តិចស្រាប់តែសំឡេងស្រែករបស់បុរសនោះលាន់នៅពីជាន់ក្រោមពួកគេក៏មានអារម្មណ៍ថាសំណាងល្អណាស់ដែលរត់បានទាន់ពេលមូលហេតុដែលស្ត្រីនោះតឹងរឹងជាមួយស្វាមីខ្លាំងបែបនេះគឺដោយសារមិនយូរប៉ុន្មានមុននេះជីតារបស់គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ជីតាបានធ្វើមរតកទុកជាយូរមកហើយដោយប្រគល់ក្រុមហ៊ុនទាំងមូលឲ្យចៅប្រុសគ្រប់គ្រងនាពេលអនាគតនៅពេលនោះឪពុកនិងម្ដាយចុងរបស់បុរសនោះបានបង្ហាញខ្លួនម្ដាយចុងនិយាយថាបុរសនោះតែងតែជាកូនអ្នកមានដែលចូលចិត្តដើរលេងនិងគ្មានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុនឡើយបុរសនោះដឹងច្បាស់ពីបំណងរបស់ពួកគេដូច្នេះគាត់ក៏និយាយថាជីតាបានទុកទ្រព្យសម្បត្តិទាំងអស់ឲ្យគាត់ម្ដាយចុងខឹងភ្លាមហើយចោទថាគាត់គ្មានសុជីវធម៌ក្រោយដូច្នេះស្ត្រីនោះក៏ចុចគ្រាប់ប៊ូតុងមួយបាញ់ចូលមាត់ម្ដាយចុងដោយផ្ទាល់នាងនិយាយថានាងនឹងបង្រៀននិងហ្វឹកហាត់បុរសនេះរហូតដល់គាត់អាចគ្រប់គ្រងក្រុមហ៊ុនទាំងមូលបានដោយខ្លួនឯងបន្ទាប់មកឪពុកនិងម្ដាយចុងក៏ត្រូវបានបណ្តេញចេញពីផ្ទះដើម្បីអរគុណប្រពន្ធដែលបានការពារគាត់បុរសនោះក្រុមបង្ហាញភាពតាក់ទាញរបស់ខ្លួនប៉ុន្តែគ្រាន់តែបែរខ្លួនស្រាប់តែឃើញប្រពន្ធនាំមនុស្សចម្លែកមួយក្រុមមកផ្ទះនាងប្រាប់ថាពួកគេគឺជាអ្នកជំនាញហិរញ្ញវត្ថុដែលត្រូវបានអញ្ជើញមកបង្រៀនគាត់ចាប់ពីពេលនោះមកគាត់ត្រូវដាក់ផែនការអាជីវកម្មឲ្យប្រពន្ធពិនិត្យជារៀងរាល់ថ្ងៃប៉ុន្តែគាត់នៅតែមិនអាចបោះបង់ទម្លាប់ដើរលេងរបស់ខ្លួនបានគាត់បានឲ្យមិត្តភក្តិជួយសរសេរផែនការអាជីវកម្មជំនួសរាល់ថ្ងៃថ្ងៃមួយគាត់សង្កេតឃើញចំណុចពន្លឺក្រហមដូចឡាស៊ែរនៅលើក្បាលមិត្តភក្តិរបស់គាត់ភ្លាមនោះភ្លើងរថយន្តនៅខាងមុខបានភ្លឺឡើងប្រពន្ធរបស់គាត់ក៏បង្ហាញខ្លួននៅមុខពួកគេអ្នកទាំងពីរប្រញាប់ចុះពីយន្តហើយសុំទោសនាងភ្លាមឃើញនាងខឹងខ្លាំងមិត្តភក្តិក៏រត់គេចបាត់ទើបពេលនោះបុរសនោះដឹងថាកាំភ្លើងនៅក្នុងដៃប្រពន្ធគ្រាន់តែជាកាំភ្លើងក្មេងលេងប៉ុណ្ណោះប៉ុន្តែពេលឃើញទឹកមុខដ៏កាចសាហាវរបស់នាងគាត់ក៏ប្រញាប់លុតជង្គង់សុំទោសគាត់សន្យាថានឹងខិតខំរៀនសូត្រហើយមិនបោកប្រាស់ទៀតឡើយចាប់ពីថ្ងៃនោះមកគាត់ត្រូវរៀនចំណេះដឹងថ្មីជាច្រើនជារៀងរាល់ថ្ងៃអ្នកបម្រើក៏រាយការណ៍ពីការសិក្សារបស់គាត់ទៅប្រពន្ធគ្រប់ពេលផងដែរប៉ុន្តែពេលអ្នកបម្រើចេញផុតគាត់ក៏ឈប់ធ្វើពុតជារៀនភ្លាមតាមពិតទៅគាត់បានសម្ដែងធ្វើជាខិតខំរៀនគ្រប់ពេលប៉ុណ្ណោះក្នុងពេលជាមួយគ្នានេះម្ដាយចង់បានឬស្វាមីសរសើរពីការរីកចម្រើនរបស់បុរសនោះនាងក៏ទូរស័ព្ទទៅបុរសម្នាក់ដែលលួចស្រឡាញ់ប្រពន្ធរបស់គាត់នាងក៏ហៅថាស្ត្រីនោះត្រូវបានបង្ខំឲ្យរៀបការជាមួយបុរសនោះហើយកំពុងរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ដែលគ្មានសុភមង្គលនាងថែមទាំងលើកទឹកចិត្តឲ្យបុរសនោះទៅសារភាពស្នេហ៍ទៀតផងក្រោយបែបនេះបុរសនោះក៏សម្រេចចិត្តសារភាពស្នេហ៍ភ្លាមគាត់ដឹងថាស្ត្រីនោះចូលចិត្តផ្កាកុលាបពណ៌ផ្កាឈូកដូច្នេះគាត់កាន់បាច់ផ្កាកុលាបពណ៌ផ្កាឈូកដ៏ធំមួយហើយត្រៀមសារភាពស្នេហ៍ប៉ុន្តែគាត់មិនដែលនឹកស្មានថាស្ត្រីនោះនឹងមកជាមួយស្វាមីរបស់នាងឡើយនៅពេលដឹងថាខ្លួនបានលុតជង្គង់ចំពោះមនុស្សខុសបុរសនោះក៏ប្រញាប់ក្រោកឈរវិញស្វាមីរបស់នាងក៏ចំអកថាផ្កាកុលាបទាំងនោះមើលទៅសាមញ្ញនិងគ្មានអ្វីពិសេសបន្ទាប់មកគាត់បានបង្ហាញបាច់ផ្កាដែលខ្លួនធ្លាប់ជូនប្រពន្ធបាច់ផ្កានីមួយត្រូវបានធ្វើឡើងពីក្រដាសប្រាក់ដុល្លារអាមេរិកទាំងស្រុង